សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះគឺខ្ញុំចង់មកចែករំលែកទាក់ទងទៅនឹងចំណុចខ្សោយមួយដែលខ្ញុំបានរៀនពី Hacktobox ហើយដោយសារតែយើងអាចទៅបង្ហាញ content ក៏ដូចជា lab របស់ Hacktobox បានខ្ញុំក៏បានកើត application មួយដែលវាមានការ exploit ស្តៀងទៅនឹង lab របស់ Hacktobox ដូចគ្នាចឹងមុននឹងខ្ញុំទៅ demo lab គឺខ្ញុំអាចថា briefly introduce ទៅនឹង session puzzling សិនចឹង session puzzling ឬក៏មួយទៀតគេហៅថា session variable overloading វាគឺជាចំណុចខ្សោយឬក៏យើងហៅថា vulnerability មួយដែលវាកើតមានឡើងនៅពេលដែលខាង server side ហ្នឹង implement session variable អត់បានត្រឹមត្រូវដែលធ្វើឲ្យហើយវាអាចឲ្យ attacker គាត់អាចទៅ bypass authentication បានឬក៏គាត់ទៅ take over account អ្នកដទៃបានចឹងខ្ញុំនឹងលើកសញ្ញាយោមួយតើតងទៅនឹងនៅពេលដែល web application មួយហ្នឹងគឺមានកន្លែង register កន្លែង reset password ហើយនិងកន្លែង login ចឹងមានន័យថា3មុខងារឬក៏ feature ហ្នឹងវាប្រើប្រាស់ multi flow ឬក៏ multi step នៅក្នុងការទៅធ្វើ complete របស់វាបានចឹងបានន័យថា feature 3ហ្នឹងគឺវា share នៅ session variable ដូចគ្នាចឹង attacker គាត់អាចទៅធ្វើការ bypass authentication ឬក៏ bypass ដើម្បីទៅ take over account អ្នកដទៃដែលមិនជារបស់គាត់បានហើយរបៀប detect វាគឺវាមាន2ទី1គឺយើងអាច access ទៅកាន់ code base គេបានអញ្ចឹងយើងអាចទៅធ្វើ source code review ដើម្បីមើលពី flow របស់ feature ដែលវាអាចនឹងកើតមាននៅ session puzzling កើតឡើងបានហើយទី2គឺជាការដែលយើង go trial and error គឺយើងទៅតេស្តផ្ទាល់ដើម្បីចង់ដឹងថាវាមានឬក៏អត់ចឹងទៅហើយខ្ញុំបានដាក់ដូចជា attack flow ដែរអញ្ចឹងឧទាហរណ៍ថា login step ទី1យើងដឹង username password គេប៉ុន្តែនៅ login ហ្នឹងវាមាន step មួយទៀតដែលត្រូវការឲ្យ verified OTP code អីចឹងទៅអញ្ចឹង attacker គាត់អាចទៅប្រើប្រាស់មុខងារ register ដើម្បី complete ទៅ step 2ឲ្យហើយអញ្ចឹងដោយសារតែ session variable វា share ដូចគ្នាប្រើដូចគ្នាអញ្ចឹងពេលដែលattacker គាត់ complete step 2ហើយគាត់អាចចូលមកកន្លែងដែលគាត់បាន login ហ្នឹងគាត់ skip ទៅកាន់ endpoint ផ្សេងដូចឧទាហរណ៍ទៅកាន់ endpoint profile របស់ user អញ្ចឹងទៅអញ្ចឹងមានន័យថា attacker គាត់អាច bypass ទៅលើ OTP code បានហើយអញ្ចឹងវារៀងស្រួលយល់ដែរទេអញ្ចឹងយើងអាចចូលទៅ lab ហ្មងទៅអញ្ចឹង lab នេះគឺខ្ញុំបានបង្កើតវាដើម្បី demo អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះវាមាន multi chain attacks គឺយើងមានការ attack ពីរតង់objective របស់យើងគឺយើងធ្វើម៉េចទៅ access profile របស់ admin user បានអញ្ចឹងដែលហេតុយើងអត់ដឹងតាក់ទងទៅនឹងថាតើpassword របស់ admin ហ្នឹងអីគេអញ្ចឹងយើងត្រូវទៅ reset password admin ជាមួយសិនខ្ញុំអាចប្រើប្រាស់របប switch ដើម្បីយើងអាចទៅមើល traffic របស់វាដែរអញ្ចឹងឧទាហរណ៍ថាយើងចង់ reset password របស់ admin អញ្ចឹងនៅក្នុងហ្នឹងវាមាន3 step ដើម្បីធ្វើការមុននឹងអាចឲ្យយើង reset របស់ admin បានអញ្ចឹងនេះគឺជា session ដែលវាប្រើអញ្ចឹងឧទាហរណ៍ថាខ្ញុំបានបញ្ចូល user admin នៅកន្លែងហ្នឹងអញ្ចឹងsession ដែលវាបានបង្កើតហ្នឹងគឺវានឹងផ្ទុក information របស់ admin ហ្នឹងឯងអញ្ចឹងកន្លែង step ទី2នេះវានឹងសួរទៅតាក់ទងទៅនឹង security question របស់ admin អញ្ចឹងដែលហេតុគឺយើងអត់ដឹងថា security question របស់ admin ហ្នឹងអីគេហើយ step ទី3គឺជាការដែលយើងដាក់ password ថ្មីរបស់ admin អញ្ចឹងដោយសារតែវាមាន session puzzling vulnerability កើតឡើងយើងអាចធ្វើអញ្ចឹងបានអញ្ចឹងយើងអាចចូលមកកន្លែង create account ទៅចឹងដោយសារតែ session variable វាប្រើដូចគ្នាអញ្ចឹងពេលដែលយើងបញ្ចូល username កន្លែងនេះ admin គឺវានឹងចាប់យក session មុនហ្នឹងដែលយើងដាក់នៅកន្លែង reset password អញ្ចឹងពេលដែលយើងដាក់ username ហើយអញ្ចឹងនៅ step ទី2គឺគេនឹងឲ្យយើងបញ្ជាក់ពីខ្លួនឯងយើងថាតើយើងមានឈ្មោះអី email អីគេចឹងទៅអញ្ចឹងកន្លែងនេះយើងចិត្តតែដាក់ទៅអញ្ចឹងមានន័យថានេះយើង complete step 2ហើយយើងចូលមកដល់ step 3ហើយ step 3គឺជា step ដែលយើងត្រូវដាក់ password ក៏ដូចជា security question របស់ admin អញ្ចឹងបើសិនជាយើងព្យាយាមបង្កើតនេះទៅគឺយើងអាចបង្កើតបានដែរដោយសារតែ user ហ្នឹងវា exist វាមាននៅក្នុងប្រព័ន្ធ server អញ្ចឹងកន្លែងនេះបានន័យថាយើង skip step ទី2បានហើយអញ្ចឹងមកកាន់កន្លែង reset វិញគឺយើងអាចគ្រាន់តែយើងដឹង endpoint ទៅ reset password គឺយើងអាច access ទៅកាន់ endpoint មួយហ្នឹងបានមកអញ្ចឹងនេះយើង skip កន្លែង answer
security question របស់ admin នេះអញ្ចឹងកន្លែងនេះគឺយើងអាចដាក់ password ថ្មីរបស់ user admin បាននេះចឹងឥឡូវឧទាហរណ៍ខ្ញុំដាក់ password សួរចឹងទៅអញ្ចឹងខ្ញុំបាន update password របស់ admin ហើយខ្ញុំអាចទៅសាក login បានចឹងនេះថាយើង login ចូលជា user admin បានហើយដោយសារមិញយើងបាន reset password របស់យើងតែកន្លែងនេះគឺយើងជាប់បន្តទៀតគឺយើងត្រូវដាក់ record 6ខ្ទង់របស់ admin ហ្នឹងទើបយើងអាច access ទៅកាន់ profile របស់ admin បានតែដោយសារតែ lab ហ្នឹងមាន session pass link vulnerability អញ្ចឹង step ទី2នេះគឺអាចឡងវាបានដោយយើងគ្រាន់តែចូលមកកាន់ register វិញមកជាងយើងអាចចូលមកកាន់ page យើងចូលទៅ create account អញ្ចឹងកន្លែងនេះយើងគ្រាន់ដាក់ username admin ដែរមកអញ្ចឹងកន្លែងនេះយើងគ្រាន់ដាក់ព័ត៌មានដើម្បីយើង complete step 2បានដោយសារតែវាប្រើប្រាស់ session variable របស់ដូចគ្នាអញ្ចឹងមានន័យថាពេលដែលយើង complete step 2នៅកន្លែងបង្កើត account នេះគឺវាដូចជា complete step 2នៅកន្លែងដែលយើងត្រូវបញ្ចូល OTP code អញ្ចឹងតទៅពីយើង complete step 2កន្លែងនេះហើយយើងគ្រាន់តែមកកាន់កន្លែង login វិញហើយយើង access ទៅកាន់ endpoint ណាដែលថាផ្ទុកព័ត៌មានរបស់ admin អញ្ចឹងទៅចឹងនេះយើង access មកកាន់ profile ចឹងនេះយើងអាច bypass OTP code បានយើងអាច access មកកាន់ profile របស់ PHP ដើម្បីមើលមានរបស់ admin បានចឹងចំពោះការបង្ហាញទាក់ទងទៅនឹងចំណុចខ្សោយ session pass link ហើយនឹងការ demo lab របស់ខ្ញុំគឺមានតែប៉ុណ្្នឹងតែមុនហ្នឹងខ្ញុំថាបើកឲ្យមើល graphic ជាមួយនឹង Burp Suite ប៉ុន្តែខ្ញុំគិតថាយើងអាចក៏បានដែរយើងគ្រាន់តែយល់ពី flow នៃការដែលចំណុចខ្សោយហ្នឹងវាកើតឡើងហើយរបៀបដែរយើងអាច exploit វាបានតែប៉ុណ្្នឹងអញ្ចឹងវីដេអូហ្នឹងចប់តាមហ្នឹងហើយ